ជំរាបជូនដំណឹងចំនួន2ដែលសំខាន់សម្រាប់បងប្អូនបានជ្រាបជាពិសេសដំណឹងតាក់ទងនឹងជនអន្តោប្រវេសន៍ដែលខ្វះឯកសារនៅប្រទេសកម្ពុជាខ្ញុំយករឿងនេះមកនិយាយនៅពេលនេះហើយគិតថាជារឿងសំខាន់ដោយសារតែមានផលប៉ះពាល់ដល់បងប្អូនប្រជាពលរដ្ឋខ្មែរយើងដែរជាពិសេសគឺក្នុងវិស័យរោងចក្រឬសហគ្រាសឧស្សាហកម្មដូចជារឿងទេសចរសន្តាគារផ្សេងដែលខ្វះកម្លាំងពលកម្មដំណឹងនេះអាចជាដំណឹងល្អសម្រាប់បងប្អូនយើងហើយតើបងប្អូនអាចនឹងស្រាវជ្រាវឯកសារបន្ថែមទៀតហើយនឹងធ្វើយ៉ាងដូចម្តេចដើម្បីឲ្យកេងចំណេញពីប្រយោជន៍នៃព័ត៌មាននេះឬក៏វិធានការថ្មីនេះបាទវិធានការថ្មីនេះគឺមែនតើគឺជាអ្វីដែលលោកត្រាំកាលពីប្រហែលថ្ងៃមុននេះគឺមែនតើតាំងថ្ងៃទី10ខែមេសាមកម្លេះមុនចូលឆ្នាំគាត់បានកោះប្រជុំគណៈរដ្ឋមន្ត្រីរបស់គាត់ហើយក៏បានលើកឡើងអំពីដូចថាស្នើជាផែនការមួយសម្រាប់ដោះស្រាយបញ្ហាអ្នកអត់ឯកសារនៅសហរដ្ឋអាមេរិកប៉ុន្តែអ្វីដែលប្លែកគឺគាត់ចង់ឲ្យអ្នកដែលអត់ឯកសារអ្នកដែលមកដោយខុសច្បាប់ហ្នឹងคล้ายទៅជាត្រូវច្បាប់ទៅវិញបងប្អូនស្ដាប់ប្រសាសន៍នេះស្ដាប់ដំណឹងនេះប្រហែលជាអាចថាវល់ទៀតហើយដឹងអាម៉េចទេម្ដងចេះម្ដងចុះម្ដងចាប់បញ្ជូនអ្នកខុសច្បាប់ទៅស្រុកក្រៅវិញឲ្យអស់ម្ដងថាត្រូវឲ្យពួកគាត់ស្របច្បាប់វិញម្ដងថាឲ្យចុះបញ្ជីប្រកាសប្រាប់ថាខុសច្បាប់ដើម្បីឲ្យគេចាប់តាមស្រួលលាក់នឹងលាក់អីចឹងណាតែឥឡូវចេញដំណឹងថាគាត់អាចនឹងមានផែនការមួយថ្មីទៀតគឺសម្របសម្រួលធ្វើឲ្យអ្នកដែលនៅខុសច្បាប់คล้ายទៅជាស្របច្បាប់តើធ្វើយ៉ាងដូចម្ដេចនៅក្នុងករណីនេះតើគាត់សម្ដៅទៅលើអ្នកណាដែលនៅខុសច្បាប់ហើយចង់ឲ្យស្របច្បាប់ហើយត្រូវធ្វើយ៉ាងម៉េចដើម្បីឲ្យស្របច្បាប់បានព្រោះអាពាក្យថាអ្នកខុសច្បាប់ហើយទៅឲ្យស្របច្បាប់បាននៅក្នុងក្រមរដ្ឋបាលលោកត្រាំហ្នឹងហាក់ដូចជាមិនសូវដែរបានឮទេគឺថាមានតែចាប់បញ្ជូនឲ្យច្រឡំជាងការដែលទុកនៅឲ្យខុសអញ្ចឹងទៅដូចឲ្យរឿងបញ្ជូនជនជាតិអ្នកដែលរស់នៅស្រុកអាមេរិកយើងប៉ុន្តែមកពីប្រទេសអែលសាវ៉ាដ័រនោះឃើញបញ្ជូនទៅដល់អែលសាវ៉ាដ័រអត់បញ្ជូនមកវិញឥឡូវតុលាការប្រកបឲ្យបញ្ជូនមកវិញថ្ងៃនេះមានដំណើរទស្សនកិច្ចរបស់មេដឹកនាំប្រទេសអែលសាវ៉ាដ័រមកដល់សិតតែវាមានសួរគាត់ថាអង្កលបានបញ្ជូនអ្នកដែលបញ្ជូនច្រឡំនោះទៅប្រទេសអែលសាវ៉ាដ័រមកអាមេរិកវិញប្រធានាធិបតីរបស់អែលសាវ៉ាដ័រឆ្លើយថាឲ្យគាត់បញ្ជូនមកតាមរបៀបណាគាត់មានសិទ្ធអីទៅបញ្ជូនអ្នកនឹងមកអាមេរិកព្រោះទឹកដីអាមេរិកផ្សេងទឹកដីគាត់ផ្សឹងហើយអីអញ្ចឹងទៅដូច្នេះរឿងហ្នឹងអាចនឹងជនដែលគេបញ្ជូនច្រឡំហ្នឹងគឺនៅអែលសាវ៉ាដ័រមកយកហើយតែយ៉ាងណាចាំមើលដំណើរតុលាការតទៅទៀតបងប្អូនឥឡូវតកតងនឹងផែនការរបស់លោកត្រាំដែលប្រឡយពាក្យនៅក្នុងគណៈរដ្ឋមន្ត្រីហើយបាននិយាយចំពោះមុខអ្នករាយការណ៍ព័ត៌មានជាច្រើនប្រព័ន្ធផ្សព្វផ្សាយអីហ្នឹងគាត់និយាយអញ្ចេះគាត់ថានៅសហរដ្ឋអាមេរិកគឺយើងមិនអាចខ្វះកម្លាំងពលកម្មនិយាយទៅមិនអាចខ្វះកម្មករកសិករនឹងបានណាជួយកសិកម្មជួយខាងឧស្សាហកម្មដូចជាកសិដ្ឋានដូចជាការដាំដំណាំបន្លែបង្ការឬក៏ដំឡូងសណ្តែកដីឬក៏បន្លែបង្ការឬកសិផលកសិកម្មអីផ្សេងច្រើនទៀតដែលនៅសហរដ្ឋអាមេរិកដែលត្រូវការកម្លាំងពលកម្មហើយដែលមានតម្លៃធូរថ្លៃដើម្បីធ្វើឲ្យសេដ្ឋកិច្ចអាមេរិកអាចរីកចម្រើនបានហើយកម្លាំងលក់នៅក្នុងទីផ្សារដែលផលិតផលដែលផលិតមកតាមរយៈកម្លាំងពលកម្មធូរហ្នឹងគឺអាចប្រកួតប្រជែងលើទីផ្សារដោយសារតែតម្លៃទំនិញវាមិនថ្លៃពេកអីចឹងទៅហើយដូច្នេះដើម្បីបានប្រយោជន៍ច្រើនអំពីការដែលលក់ទំនិញហ្នឹងមិនសូវថ្លៃហ្នឹងដោយសារតែផលិតដោយអ្នកដែលគ្នាដែលជាអ្នកអត់ឯកសារអញ្ចឹងណាដោយថាអញ្ចឹងតម្លៃពលកម្មហ្នឹងវារៀងធូរដែរហើយតែរៀងរអ្នកណាស្របច្បាប់តម្លៃពលកម្មវារៀងថ្លៃវាទៅជាធ្វើឲ្យទំនិញហ្នឹងទៅវាឡើងថ្លៃក៏ប៉ុន្តែអ្វីដែលផ្ទុយទៅនឹងគោលការណ៍ធំរបស់លោកត្រាំដែលចង់បាននោះគឺថាចង់តែបញ្ជូនអ្នកដែលខុសច្បាប់ចេញឲ្យអស់ឲ្យខាងតែបានព្រោះនៅច្រើនលានអ្នកណាអញ្ចឹងដល់ពេលនេះស្រាប់តែគាត់ប្រហែលជាអាចនឹងរងសម្ពាធពីកសិករពីវិស័យសន្តាគារបដិសន្តារកិច្ចទេសចរឬក៏តាមមន្ទីរពេទ្យអីហ្នឹងដែលត្រូវការកម្លាំងពលករច្រើនណាស់ដែលរាប់លានអ្នកអីណោះដើម្បីយកមកជួយធ្វើកិច្ចការងារឲ្យដែលមិនចាំបាច់ចំណាយច្រើនណា
ព្រោះដោយសារតែពួកគាត់ខ្វះឯកសារខ្វះអីអញ្ចឹងដូច្នេះគាត់ចេះតែធ្វើទៅអញ្ចឹងដូច្នេះនៅក្នុងន័យនេះគឺមិនមែនបានន័យថារដ្ឋបាលលោកត្រាំមិនដឹងថាអ្នកទាំងអស់នោះធ្វើការដោយខុសច្បាប់ហើយបានចំណេញដល់ប្រយោជន៍សេដ្ឋកិច្ចរបស់សហរដ្ឋអាមេរិកទេគាត់ដឹងគាត់ថាប៉ុន្តែឥឡូវនេះគាត់ប្រើភាសាមួយថាចង់ជួយសម្របសម្រួលឲ្យអ្នកទាំងអស់នោះត្រូវច្បាប់វិញដូចថាគាត់ចង់និយាយប្រាប់ពាក្យអញ្ចេះថាបធូរដៃសម្រាប់កម្មករពលករដែលអាមេរិកត្រូវការដឹងតែខុសច្បាប់ហើយប៉ុន្តែអាមេរិកត្រូវការគឺយើងរដ្ឋបាលលោកត្រាំគាត់ថាយើងនឹងបធូរដៃតកតងនឹងលិខិតស្នាមអីចំពោះគាត់ដើម្បីឲ្យពួកគាត់អាចមកនៅបន្តធ្វើការនៅសហរដ្ឋអាមេរិកប៉ុន្តែមិនខុសច្បាប់ទេគឺម្ដងនេះឲ្យធ្វើការខុសច្បាប់វិញត្រូវច្បាប់វិញតើត្រូវច្បាប់យ៉ាងម៉េចដើម្បីធ្វើអញ្ចឹងកើតគាត់ថាដើម្បីធ្វើដូច្នេះបានគឺវិធីឲ្យថៅកែរោងចក្រថៅកែកសិដ្ឋានម្ចាស់កសិដ្ឋានសន្តាគារកន្លែងបដិសន្តារកិច្ចអីហ្នឹងឬក៏មន្ទីរពេទ្យដែលជួលកម្មករពលករខុសច្បាប់ហ្នឹងគឺឲ្យសរសេរលិខិតបញ្ជាក់ធានាថានឹងយកពួកគាត់យកមកធ្វើការវិញក៏ប៉ុន្តែមិនមែនបានឲ្យធានាឲ្យបន្តធ្វើការទេគឺថាត្រូវចេញពីសហរដ្ឋអាមេរិកសិនហើយចេញហ្នឹងគឺត្រូវចេញទាំងស្ម័គ្រចិត្តទៅទៀតបានន័យថាចេញទៅដោយខ្លួនឯងអត់មានណាបខំចេញទេគឺថាដើម្បីឲ្យមានភាពស្របច្បាប់ឥឡូវហ្នឹងគេចាត់ទុកថាខុសច្បាប់វាមិនអីទេគេលើកលែងក៏ប៉ុន្តែត្រូវចេញឲ្យផុតពីអាមេរិកហើយតាមរយៈលិខិតធានារបស់ក្រុមហ៊ុនសហគ្រាសរោងចក្រអីហ្នឹងដើម្បីថាកម្មករទាំងអស់ហ្នឹងធ្វើការបកកែធ្វើការណាប៉ិនធ្វើការកម្មករដែលល្អសម្រាប់ការងារក្នុងវិស័យដែលខ្ញុំជំរាបជូនមិញហ្នឹងបើមានលិខិតធានាបែបនេះគឺរដ្ឋបាលលោកត្រាំលោកថានឹងសម្របសម្រួលដើម្បីឲ្យពួកគាត់ចូលមកវិញហើយម្ដងនេះចូលមកគឺធ្វើការស្របច្បាប់តែម្ដងស្ដាប់ទៅដូចជាសមហេតុសមផលហើយល្អដែរព្រោះអីបើមានអ្នកចូលមកស្របច្បាប់កាន់តែច្រើនការគ្រប់គ្រងជនអន្តោប្រវេសន៍ខ្វះឯកសារហ្នឹងក៏ស្រួលហើយស្របតាមអ្វីដែលសហរដ្ឋអាមេរិកលើកឡើងប្រហែលហើយដែលមានសារមួយចេញទៅគ្រប់ស្ថានទូតអាមេរិកប្រចាំនៅលើនៅប្រទេសទាំងអស់នៅលើពិភពលោកនោះដូចអីថាទី1ដើម្បីសុវត្ថិភាពរបស់សហរដ្ឋអាមេរិកដើម្បីភាពរឹងមាំនិងវិបុលភាពចម្រុងចម្រើនថ្កុំថ្កើងលក្ខណៈអីនោះគឺដោយសារតែចង់ឲ្យអ្នកទាំងអស់នោះស្របច្បាប់ស្រួលគ្រប់គ្រងអញ្ចឹងទៅដូច្នេះជំរឿសនេះគឺជាជំរឿសមួយដែលរដ្ឋបាលលោកត្រាំកំពុងតែពិចារណាបើតែថាមិនចេញជាផែនការអីច្បាស់លាស់នៅឡើយក៏ដោយក៏ប៉ុន្តែកំពុងតែលើកឡើងឲ្យជាទូទៅឲ្យតែពួកគាត់លើកឡើងឲ្យហ៊ាននិយាយជាមួយអ្នកសារព័ត៌មានពេញមាត់បានន័យថាបន្តិចទៀតគឺចេញជាគោលការណ៍ហើយក៏ប៉ុន្តែឥឡូវសួរអញ្ចេះទៅវិញថាតើមានមនុស្សប្រមាណអ្នកដែលទុកចិត្តថាខ្លួនឯងសំងៃខុសច្បាប់ទេធ្វើជាកម្មករខុសច្បាប់ពលករខុសច្បាប់នៅក្នុងវិស័យរោងចក្រសហគ្រាសនិងមន្ទីរពេទ្យឬក៏សន្តាគារហ្នឹងដែលត្រូវការចាំបាច់កម្លាំងពលកម្មដែលត្រូវការមិនអាចខ្វះបានតើប្រមាណអ្នកដែលទុកចិត្តថាពេលដែលគេបញ្ជូនចេញទៅឬក៏ចេញទៅវិញដោយខ្លួនឯងរួចស្រាប់តែពេលហើយជឿថាក្រុមហ៊ុនសហគ្រាសទាំងអស់នឹងធានាពួកគាត់មកវិញហើយគាត់នឹងពិតជាបានមកទឹកដីអាមេរិកវិញនៅក្នុងស្ថានភាពដែលការរដ្ឋបတ်នេះកំពុងតែមានខ្លាំងមានតែប្រឹងតែចាប់បញ្ជូនចេញណាដូច្នេះធ្វើឲ្យមានមន្ទិលច្រើនសូម្បីតែមេសហជីពខាងកសិករខាងពលករក៏បានលើកឡើងអំពីក្តីកង្វល់ថាជាការល្អហើយដើម្បីធ្វើឲ្យអ្នកទាំងអស់នោះមានភាពស្របច្បាប់វាស្រួលគ្រប់គ្រងហើយពួកគាត់ក៏មិនពិបាកភ័យរឿងរត់កិច្ចខ្លាចគេចាប់គេអីទៀតដែរហើយក៏មានសិទ្ធិតតាំងនឹងតកែធ្វើបាបអីដែរព្រោះអីមកខុសច្បាប់ហ្នឹងតកែជិះជាន់បានសែនចិត្តព្រោះទៅតវ៉ាគេមិនបើយើងអត់មានឯកសារមានលិខិតស្នាមគេថាអីថាទៅគេជិះជាន់សិទ្ធិកម្មករពលករធ្វើបាបមិនគេប្របាញ់ប្រាក់កម្រៃអីក៏ថាយើងមិនហ៊ានតវ៉ាគេព្រោះយើងវាអត់មានឯកសារលិខិតស្នាមអីទៅតវ៉ាដូចយើងទៅហែកពោះឲ្យក្អែកចឹកអញ្ចឹងព្រោះលាតតដាងការពិតអស់គេមកចាប់យើងដដែលចាប់បញ្ជូនទៅយើងបាត់ទាំងការងារបាត់អីចឹងគ្នារស់នៅក្នុងស្ថានភាពលំបាកដែរនិយាយរួមណាហើយអ្នកអត់ឯកសារហ្នឹងគឺភាគច្រើនអញ្ចឹងឥឡូវនេះគឺអ្វីដែលជាការលើកឡើងនេះគឺវាសមហេតុហើយនេះគឺជាពេលដែលលោកត្រាំគាត់និយាយអញ្ចឹងទៀតថាយើងត្រូវតែធ្វើមិនយកចិត្តទុកដាក់កសិកររបស់យើងយកចិត្តទុកដាក់វិស័យសន្តាគាររបស់យើងនិងយកចិត្តទុកដាក់កន្លែងផ្សេងទៀតដែលត្រូវការកម្លាំងពលកម្មដែលចាំបាច់ដូច្នេះហើយគាត់ថាតើតើយើងរៀបចំឲ្យមានប្រព័ន្ធមួយដែលរៀបចំជាលិខិតពីតកែពីម្ចាស់កសិដ្ឋានទាំងអស់ហ្នឹងទៅហើយថាអ្នកទាំងអស់នោះសិតតអ្នកបកកែខំធ្វើការខ្វះមិនបាន
ចឹងចេញទៅពីសហរដ្ឋអាមេរិកហើយនឹងអាចដាក់ពាក្យដាក់អីទៅរៀបចំមកវិញតាមលិខិតធានាអីរបស់ម្ចាស់សហគ្រាសអីចឹងទៅអញ្ចឹងនៅក្នុងន័យនេះគឺលោកត្រាំគិតថាអាចធ្វើឲ្យកម្មករពលករទាំងអស់នោះមានសិទ្ធិស្របច្បាប់ធ្វើការនៅសហរដ្ឋអាមេរិកបានយូរអង្វែងទៀតផងពួកគាត់និយាយអញ្ចេះថាបើដោះស្រាយពេលឥឡូវបើស្ម័គ្រចិត្តចេញទៅខ្លួនឯងឥឡូវអាចមានអនាគតវែងឆ្ងាយបើនៅចាំតតែគេចាប់ហ្មងអាចអស់អនាគតហ្មងព្រោះអត់អាចចូលមកអាមេរិកវិញបានអញ្ចឹងណាសាររបស់រដ្ឋបាលលោកត្រាំគឺអញ្ចឹងគឺលួងដើម្បីប្រាប់ថាចេញទៅសិនណាមកវិញសិនចូលតាមស្របច្បាប់ស្រួលបួលប៉ុន្តែថាតាមមនុស្សប្រមាណអ្នកដែលចេញទៅឲ្យបានមកវិញបងប្អូនដូចខ្ញុំជម្រាបអញ្ចឹងថានៅពេលដែលគាត់កំពុងតែលើកទឹកចិត្តឲ្យមនុស្សចេញទៅឲ្យមកវិញស្របច្បាប់មនុស្សដែលនៅស្របច្បាប់សោះហ្នឹងគឺបញ្ជូនចេញទៅខុសហើយអត់ទាំងយកគេមកវិញផងដូច្នេះហ្នឹងតែម្នាក់ផងចុះហ្មងច្រើនអ្នកទៀតវាយ៉ាងម៉េចទៅវិញដូច្នេះនេះវាស្ថិតនៅក្នុងស្ថានភាពមន្ទិលច្រើនដែរប៉ុន្តែគំនិតរបស់គាត់ហ្នឹងគឺសមស្របទេបងប្អូនព្រោះអីបើសិនជាមានសហគ្រាសមានរោងចក្រមានសន្តាគារមានមន្ទីរពេទ្យអីដែលគេមានលិខិតធានាបែបហ្នឹងមែនវាជាការពិតគឺនឹងធ្វើឲ្យបងប្អូនទាំងអស់នោះវិលមកសហរដ្ឋអាមេរិកវិញដោយស្របច្បាប់ហ្នឹងមិនអញ្ចឹងហើយអាចនឹងបន្តការងារអីត្រឹមត្រូវរហូតតែធ្វើឲ្យស្ថានភាពពួកគាត់ប្រសើរជាងមុនឆ្ងាយផងគ្រាន់តែថាអ្វីដែលមិនទុកចិត្តហ្នឹងគឺមិនទុកចិត្តត្រង់ថាតើចេញផុតហ្នឹងគឺគ្រាន់តែជាយុទ្ធសាស្ត្រធ្វើមិនចេញឲ្យផុតពីដីសហរដ្ឋអាមេរិកទៅហើយដល់ពេលហើយថាឯកសារហ្នឹងវាស្មុគស្មាញទៅអត់អាចយកពួកគាត់មកបានអីចឹងទៅព្រោះអីការពិនិត្យត្រួតពិនិត្យតាមព្រំដែនសម្ងាយហ្នឹងគឺសម្បើមណាស់តឹងរឹងមែនតើគឺថាពិនិត្យបច្ច័យខ្លាំងមែនតើដូច្នេះតើរឿងនេះវាអាចកើតឡើងរួចទៅយ៉ាងណាទៅណាតែយ៉ាងណាក៏យើងឃើញអំពីជំហររៀងទន់ភ្លន់របស់លោកត្រាំបន្តិចដែរពីដំបូងនោះគឺថាតឹងមែនតើគឺតឹងដល់ពេលឥឡូវនេះស្ដាប់ទៅដូចរៀងប្រហែលជាអាចកំពុងតែរងសម្ពាធរឿងបាត់ពលករកម្មករដែលជួយវិស័យកសិកម្មវិស័យរោងចក្រសហគ្រាសអីហ្នឹងដែរព្រោះអីពេលដែលលោកបកប្រកាសថាដាក់ពន្ធដាក់អីនាំចូលតំណែងអីធ្ងន់អញ្ចឹងចង់ឲ្យរោងចក្រសហគ្រាសនាំគ្នាមកបើកផលិតនៅសហរដ្ឋអាមេរិកអញ្ចឹងទៅម្នាក់ឯងបើកនៅសហរដ្ឋអាមេរិកគឺថាអត់យកពន្ធទេគឺជួយសពបែបយ៉ាងដើម្បីឲ្យយកផលិតផលទៅលក់នៅទីផ្សារដែលផលិតនៅសហរដ្ឋអាមេរិកដើម្បីជួយកំណើនសេដ្ឋកិច្ចសហរដ្ឋអាមេរិកការងារសហរដ្ឋអាមេរិកនិងប្រាក់ចំណូលសហរដ្ឋអាមេរិកស្ដាប់ទៅគឺជារឿងមួយដ៏ថ្លៃថ្នូរដ៏ត្រឹមត្រូវដ៏គួរឲ្យចង់បានណាក៏ប៉ុន្តែក្នុងពេលជាមួយគ្នាហ្នឹងគាត់ចាប់ផ្ដើមសំទោសបងប្អូនគាត់ចាប់ផ្ដើមធ្វើទុកបុកម្នេញឬក៏អាចថាដូចថាតឹងតែងខ្លាំងជាមួយនឹងជនអន្តោប្រវេសន៍ដែលខ្វះឯកសារមែនតើជនអន្តោប្រវេសន៍ដែលខ្វះឯកសារទាំងអស់នៅស្រុកអាមេរិកដែលជាង11លានប្រហែលជា11លានអ្នកហ្នឹងអត់មែនចោលទេបងប្អូនមិនមែនជាចោលទេហើយក៏មិនមែនជាអក្រិតជនដែរគាត់ខុសច្បាប់តែរឿងតែខុសច្បាប់ឆ្លងដែនខុសច្បាប់មកទេប៉ុន្តែការពិតគឺគាត់ជាកម្លាំងពលកម្មមួយដ៏ធំបំផុតនៅសហរដ្ឋអាមេរិកហ្នឹងបើអត់ពួកគាត់ហ្នឹងគឺអត់អាចរស់តែម្ដងរោងចក្រសហគ្រាសហ្នឹងมันមានកម្លាំងកម្មករណាដើម្បីជួយបានមានជនជាតិអាមេរិកឯណាទៅនាំគ្នាទៅកាយដំឡូងកាយសដៃដីអីហ្នឹង1ម៉ោង$8ហ្នឹងក៏មិនធ្វើទេសុកចិត្តមកធ្វើការងារនៅជាមួយរដ្ឋាភិបាលការងារនៅក្រុងនៅតាមរដ្ឋតាមស្ថាប័នជាតិអីហ្នឹងប្រាក់ខែ1ម៉ោង$40-50ទៅធ្វើអី$8ហ្នឹងអញ្ចឹងហើយបានតែថាការងារទាំងអស់ហ្នឹងគឺធ្លាក់ទៅលើជនអន្តោប្រវេសន៍ខុសច្បាប់ហ្នឹងឯងខ្វះឯកសារហ្នឹងឯងបើតែថាគ្នាខ្វះឯកសារមែនប៉ុន្តែគ្នាមិនមែនជាអក្រិតជនឯណាខុសច្បាប់តែរឿងចូលមកសហរដ្ឋអាមេរិកដោយមិនមានឯកសារទេប៉ុន្តែធ្វើការតាមសមាជីវោត្រឹមត្រូវតាមដូចថាគ្នាប្រឹងប្រែងខ្លាចតែខុសច្បាប់ហ្នឹងមានដែរវាមិនអត់ទេអ្នកដែលប្រព្រឹត្តល្មើសកុំថាឡៃជនអន្តោប្រវេសន៍សំបីតែអ្នកដែលមានសញ្ជាតិអាមេរិកហ្នឹងទៅមើលក្នុងពន្ធនាគារមានប្រមាណសឹង90%ហើយសុទ្ធតែអ្នកដែលមាន90%ជាងនិយាយទៅសឹងទាំងអស់សិនអ្នកមានសញ្ជាតិអាមេរិកមានអីហ្នឹងតាវាមិនមែនជាជន green card ហ្នឹងតាមិនមែនជាអ្នកដែលមានជនអន្តោប្រវេសន៍ខុសច្បាប់ឯណាបើខុសច្បាប់ហ្នឹងគឺបញ្ជូនទៅស្រុកដើមវិញអស់ម៉ត់ហើយដូច្នេះនិយាយរួមទៅគឺជាយុទ្ធនាការរបស់រដ្ឋាភិបាលនៅក្នុងការដោះស្រាយបញ្ហាអន្តោប្រវេសន៍គាត់ថាជាសារហ្នឹងស្ដាប់ទៅគឺដូចថាជនអន្តោប្រវេសន៍ហ្នឹងគឺជាសម្រាមគឺជាបញ្ហាប៉ុន្តែឥឡូវដូចខ្ញុំជម្រាបអញ្ចឹងឃើញមិនមែនជាបញ្ហាទេគឺរឿងសំខាន់គឺជាគោលនយោបាយដើម្បីទិញសម្លេងទឹកចិត្តប្រជាពលរដ្ឋឲ្យបោះឆ្នោតឲ្យដើម្បីឲ្យគេស្អប់ខ្ពើមជនអន្តោប្រវេសន៍ដល់តែពេលបានកាន់អំណាចបានយើងដឹងថា
អត់ជនអន្តរប្រវេសន៍អត់ឯកសារនឹងអត់បានណាព្រោះដោយសារអីពួកគាត់ជាកម្លាំងពលកម្មសហគ្រាសអីចឹងដូចខ្ញុំជំរាបអញ្ចឹងបានតែខ្ញុំប្រាប់ថាកុំស្អប់ខ្ពើមពួកគាត់ជនអន្តរប្រវេសន៍យើងទាំងអស់គ្នានឹងសុទ្ធតែជាអន្តរប្រវេសន៍ទេគាត់ថាយើងវាក្រាន់បើត្រង់ថាយើងមានឯកសារលិខិតស្នាមត្រឹមត្រូវហើយពួកគាត់អត់មានលិខិតស្នាមត្រឹមត្រូវពួកគាត់ខ្លះក៏ពងរត់ការឯកសារដែរគាត់ថាវាមិនបានដូចចិត្តអីអញ្ចឹងទៅហើយបន្តធ្វើការឲ្យមិនជាទៅលួចប្លន់ឆក់ឬក៏ប្រព្រឹត្តបទអក្រិតណាពួកគាត់ធ្វើការតាមសមាជីវដូច្នេះគួរតែទទួលបានសិទ្ធិបន្តរស់នៅឬក៏ប្រកបរបរជួយខាងកសិកម្មសេដ្ឋកិច្ចអាមេរិកដែរមិនចឹងបានប្រយោជន៍ជាតិយើងតាជាតិអាមេរិកតាឥឡូវយើងបន្តទៅទៀតរឿងដែលសំខាន់ដែលលោកត្រាំចង់ឲ្យកម្មករពលករមកត្រូវច្បាប់នេះឲ្យចេញទៅវិញហើយចូលមកនេះគឺខ្ញុំគិតថាវាមានប្រយោជន៍ដល់កម្មករពលកររបស់ខ្មែរយើងដែរហេតុអីបានមានប្រយោជន៍ព្រោះអីនៅសហរដ្ឋអាមេរិកបើគេធ្វើដូច្នេះបានគេអាចនឹងប្រើកម្មវិធីមួយគេហៅថា H2A Visa H2A និង Visa H2B កម្មវិធីទិដ្ឋាការសម្រាប់ការងារបានន័យថាបើមានរោងចក្រសហគ្រាសសន្តាគារមន្ទីរពេទ្យឬក៏កសិដ្ឋានណាក៏ដោយដែលគេមានលិខិតស្នើសុំធានាប្រាប់យើងថាគេត្រូវការកម្លាំងពលករប៉ុណ្ណេះអ្នកអីចឹងទៅដូច្នេះបងប្អូនអាចបានវីសានឹងមកអាចធ្វើការបានហើយពេលខ្លះធ្វើការអាចនៅយូរទៅអាចដល់មាន green card មានអីអាចបន្តអាចនឹងស្នាក់នៅធ្វើការនៅសហរដ្ឋអាមេរិកបានរហូតទៀតផងដូច្នេះនេះគឺជារឿងដែលល្អដែរសម្រាប់បងប្អូនដែលចង់មកដោយស្របច្បាប់ណាខ្ញុំមិនលើកទឹកចិត្តឲ្យបងប្អូនមកដោយខុសច្បាប់ដែរទេព្រោះអីតែខុសច្បាប់ហើយវាពិបាកប៉ុន្តែបើបានមកដោយខុសច្បាប់មិនគ្មានឯកសារអីហើយយើងបន្តធ្វើរឿងយើងឲ្យត្រឹមត្រូវទៅកុំតែប្រព្រឹត្តបទល្មើសហើយបន្តរកទទួលទានតាមសមាជីវខ្ញុំជឿថានៅតែជាទ្រព្យសម្បត្តិដ៏សំខាន់សម្រាប់សហរដ្ឋអាមេរិកដដែលទេណាស់តែយើងប្រព្រឹត្តអក្រិតតែប៉ុណ្ណឹងដូច្នេះសម្រាប់បងប្អូននៅកម្ពុជាមានក្រុមហ៊ុនសហគ្រាសណាដែលគេជួយរត់ការបងប្អូនដើម្បីអាចនឹងមកសហរដ្ឋអាមេរិកបានតាមរយៈវីសាការងារនេះខ្ញុំជឿថានេះក៏ជាឱកាសល្អដែរដោយសារតែបើសិនជាលោកត្រាំប្រើយុទ្ធនាការចេញផែនការដោយគាត់មានប្រសាសន៍ថ្មីនេះបានន័យថានេះគឺជាឱកាសសម្រាប់មិនមែនតែយើងនៅស្រុកដែលនៅជាប់សហរដ្ឋអាមេរិកទេគឺប្រទេសកម្ពុជាហ្នឹងក៏អាចនឹងមានប្រយោជន៍ពីគម្រោងផ្ដល់គេហៅថាភាពស្របច្បាប់វីសាការងារនឹងដែរខ្ញុំសូមលើកទឹកចិត្តឲ្យបងប្អូនធ្វើដូច្នេះបើចង់មកសហរដ្ឋអាមេរិកនេះជាឱកាសល្អដែរដើម្បីស៊ើបមើលដំណឹងតកតងនឹងតើមានក្រុមហ៊ុនណាគេជួយរត់ការរឿងហ្នឹងហើយមានសហគ្រាសណានៅសហរដ្ឋអាមេរិកជួនកាលអាចដាក់រកមើលទៅខ្លួនឯងទៅតកតងគេទៅដើម្បីគេស្គាល់ដែលថាអ្នកណាគេចង់បានការងារប្រមាណនៅកន្លែងណាអញ្ចឹងទៅហើយរកវិធីតកតងដាក់ពាក្យទៅដើម្បីតែពេលក្រុមហ៊ុននោះគេធានាមកហើយតាមរយៈអ្វីដែលលោកត្រាំមានប្រសាសន៍ថាអាចនឹងជួយសម្របសម្រួលនោះបងប្អូននឹងអាចបានមកសហរដ្ឋអាមេរិកដោយស្របច្បាប់មកធ្វើការបានហើយរស់នៅបានដោយស្របច្បាប់ទៀតដូច្នេះរឿងនេះអាចជាដំណឹងល្អសម្រាប់បងប្អូនដែរឥឡូវខ្ញុំនិយាយអំពីដំណឹងល្អបែបនេះវានៅតែជាដំណឹងអាក្រក់សម្រាប់បងប្អូនច្រើនគ្នាទៀតដែរដែលនៅសហរដ្ឋអាមេរិកដោយខុសច្បាប់ព្រោះនៅពេលដែលគាត់លោកត្រាំកំពុងតែចង់ឲ្យប្រជាពលរដ្ឋនឹងស្របច្បាប់គាត់មានវិធីលួងមួយទៀតវិធីលួងតាមរយៈការបង្ខំទេតាមពិតលួងក៏លួងបង្ខំក៏បង្ខំដែរគឺឲ្យចុះឈ្មោះដែលក្នុងប្រព័ន្ធអន្តរប្រវេសន៍របស់សហរដ្ឋអាមេរិកនិងសញ្ជាតិនោះណា USCIS ឲ្យត្រូវតែចុះឈ្មោះប្រាប់គេថាយើងមកនឹងខុសច្បាប់ទេដើម្បីឲ្យគេដឹងថាយើងនៅណាអីនៅណាហើយឲ្យកាន់ឯកសារនឹងជាប់ខ្លួនព្រោះគោលការណ៍របស់គេគេថាអញ្ចេះសូមឲ្យស្ម័គ្រចិត្តទៅចុះឈ្មោះឲ្យប្រាប់តែខុសច្បាប់អញ្ចឹងចេញទៅវិញសិនណាគេអត់តន់យកទោសពីអីទេថាយើងមកខុសច្បាប់ហ្នឹងគេប្រាប់ថាយើងចេញទៅវិញទៅដាក់ពាក្យដាក់អីមកធម្មតាគេអាចនឹងឲ្យយើងមកវិញអញ្ចឹងក្នុងន័យហ្នឹងចង់និយាយថាយើងអត់តន់ខូចអនាគតទេប៉ុន្តែបើយើងអត់ព្រមចុះឈ្មោះអនាគតរបស់យើងគឺខូចមួយជីវិតហ្មងបើពេលគេដឹងគឺឡើងចូលអាមេរិកបានហើយប៉ុន្តែឥឡូវនេះនៅស្រុកអាមេរិកទេគាត់ថាបើគេចាប់បានឧទាហរណ៍ថាបញ្ជូនទៅវិញអញ្ចឹងណាដាក់ទោសទណ្ឌអីចឹងទៅមានក្នុងបញ្ជីខ្មៅរបស់គេគឺឡើងចូលអាមេរិកបានតែបើស្ម័គ្រចិត្តទៅឥឡូវគឺមានសង្ឃឹមថាអាចនឹងអនាគតភ្លឺស្វាងល្អដែរ
ប៉ុន្តែគេសួរទៀតហើយសួរថាណាទៅជឿថាពេលដែលមកដោយខុសច្បាប់ហើយទៅប្រាប់គេទៅខុសច្បាប់ហើយទៅចេញទៅវិញបាត់ហើយស្រាប់អាចមកវិញបានអ្នកដែលអត់ទាន់ប្រព្រឹត្តអីខុសច្បាប់ហ្នឹងដាក់វីសាធ្លាក់ទៅប្រព្រៃហ្នឹងហើយទៅចោះហ្មងគ្នាអ្នកមកខុសច្បាប់តើទៅជឿយ៉ាងម៉េចណាអានេះខ្ញុំជឿថារដ្ឋបាលលោកត្រាំខ្ញុំជឿថាគាត់ពិបាកដែរនៅក្នុងការដែលដូចថាបញ្ចុះបញ្ចូលឲ្យប្រជាពលរដ្ឋមកប្រាប់ថាខុសច្បាប់ហើយសារភាពចឹងទៅហើយសង្ឃឹមថាមានការសន្តោសប្រប្រណីណាវាពិបាកដែរបងប្អូននៅពេលដែលដូចខ្ញុំបានបញ្យល់ថ្ងៃមុនអញ្ចឹងនៅពេលដែលប៉ូលីសប្រាប់ថាចោលតតែយើងមកប្រាប់ប៉ូលីសថាជាចោលអញ្ចឹងទៅបានរួចបាត់ល្មើសជាចោលរឿងជាចោរកម្មអីហ្នឹងយើងជាបាត់អក្រិតមួយប៉ុន្តែការដែលមិនប្រាប់ប៉ូលីសថាជាចោលវាទៅជាបាត់ល្មើសមួយផ្សេងទៀតរឿងកុហកប៉ូលីសអត់បានប្រាប់មុនហើយដល់ពេលប្រាប់ទៅប៉ូលីសមិនដឹងថាគាត់ជាចោលអញ្ចឹងមិនចាប់ប៉ូលីសឯណាដែលមិនចាប់ចោលបើសិនការងារប៉ូលីសអត់ចាប់ចោលគាត់ធ្វើអីគេខ្ញុំពងតែឆ្ងល់ដូចគ្នាអញ្ចឹងដែរដូច្នេះដូចថាលោកត្រាំនយោបាយនេះវាហាក់បីដូចជាមិនស្រួលធ្វើណាបងប្អូនខ្ញុំមិនមែនជឿថាគាត់ខ្ញុំជឿថាគាត់រាវរកវិធីដោះស្រាយច្រើនហើយមិនស្រួលព្រោះពីទីនេះបើងាយស្រួលខ្ញុំមិនជឿថាមកដល់មកហ្នឹងមានជនអន្តោប្រវេសន៍ខុសច្បាប់ដល់ទៅ11លានអ្នកទេបងប្អូនព្រោះអីស្រុកអាមេរិកនេះអត់មែនកាន់ដោយគណៈបកប្រជាធិបតេយ្យឬក៏សាធារណរដ្ឋឯណាតែម្នាក់ឯងណា11លានអ្នកហ្នឹងគឺមករត់ឆ្នាំហើយហ្នឹង10 20ឆ្នាំហើយហ្នឹងចឹងបាននៅក្នុងរជ្ជកាលនៃអ្នកកាន់អំណាចទាំងពីរគណៈបកហ្នឹងគាត់ថាវិធីដោះស្រាយគេមានរៀងខ្លួនហើយទៅដល់ពេលមកដល់សម័យលោកត្រាំគាត់ថាគាត់ឃើញកលឹះដោះស្រាយថ្មីប៉ុន្តែដល់ពេលដោះស្រាយទៅគាត់ថាមិនដូចมันមានអីថ្មីប្រហែលទេអ្នកមុនគេថាបើដោះស្រាយកើតគេដោះស្រាយបានហេតុអីបានទៅនៅជន់តែរហូតអញ្ចឹងតើប្រវេសហ្នឹងគឺមិនថយសោះនៅសល់តែប្រហែលជា11លានតែរហូតនៅក្នុងសម័យលោកត្រាំការគាត់កាន់តំណែងកាលពីអំឡុងឆ្នាំ2016 17មករហូតដល់2021នោះក៏ឃើញថាជនអន្តោប្រវេសន៍នៅតែជាង10លានដែរដូចថាចុះបានតិចតួចទៅវាមិនចុះច្រើនបើថាឲ្យចុះ10លាន11លានឲ្យអស់ហ្មងទៅក៏អត់មានដូច្នេះវានិយាយទៅរឿងទាំងអស់នេះវាជារឿងនយោបាយណាបងប្អូនតែដំណោះស្រាយហ្នឹងគឺដល់ពេលដោះស្រាយនយោបាយយូរប៉ះឆ្នាំងបាយខ្លួនឯងដែរឆ្នាំងបាយសហរដ្ឋអាមេរិកហ្នឹងគឺកម្មករដែលត្រូវធ្វើការរោងចក្រហ្នឹងដល់ពេលយូរឃើញចេញផែនការមួយដើម្បីជួយលើកស្ទួយកម្មករឲ្យស្របច្បាប់អីចឹងប៉ុន្តែតើនីតិវិធីហ្នឹងនឹងវាស្មុគស្មាញប៉ុណ្ណាអាចធ្វើទៅរួចឬក៏យ៉ាងណាយើងចាំមើលបន្តទៅទៀតព្រោះអីអញ្ចេះនៅពេលដែលយើងគាត់កំពុងតែត្រូវការកម្មករហ្នឹងគឺកាលពីប្រហែលនេះសប្តាហ៍មុននេះគឺខាងក្រសួងមហាផ្ទៃសន្តិសុខជាតិរបស់សហរដ្ឋអាមេរិកហ្នឹងចេញសេចក្តីសម្រេចមួយថាសេចក្តីប្រកាសមួយបង្ខំឬក៏គេហៅថាផ្ដាច់ស្ថានភាពរស់នៅដោយស្របច្បាប់ណាមិញខ្ញុំនិយាយពីរឿងខុសច្បាប់ឥឡូវហ្នឹងសំបីតែក្រសួងការពារក្រសួងមហាផ្ទៃឬក្រសួងសន្តិសុខជាតិរបស់សហរដ្ឋអាមេរិកហ្នឹងក៏ចាប់ផ្ដើមចេញគោលនយោបាយថ្មីដែលផ្ដាច់អ្នកដែលរស់នៅដោយស្របច្បាប់ហើយមានបានធ្វើការដោយស្របច្បាប់រហូតដល់ជិត1លានអ្នកសម្រាប់4ប្រទេសបងប្អូនមិនតិចតួចទេគឺ936,000នាក់ជិតតែ1លានអ្នកហើយជិត1លានអ្នកហ្នឹងគឺជាអ្នកដែលបានចូលមកសហរដ្ឋអាមេរិកតាមគម្រោងកម្មវិធីមួយរបស់លោកโจ Biden កាលហ្នឹងលោកโจ Biden គឺមានយុទ្ធសាស្ត្រមួយគឺថាអ្នកឆ្លងដែនមកចូលខុសច្បាប់ច្រើនពេកទប់ក៏ទប់មិនឈ្នះណាដល់ពេលអញ្ចឹងដើម្បីធ្វើឲ្យស្របច្បាប់គឺអនុគ្រោះតាមរយៈកម្មវិធីមួយគេហៅថា Humanitarian Parole Program បានន័យថាកម្មវិធីផ្ដល់សិទ្ធិឲ្យមករស់នៅនឹងធ្វើការនៅសហរដ្ឋអាមេរិកដោយបណ្ដោះអាសន្នហើយមិនស្មុគស្មាញខ្លាំងតាមផ្អែកតាមរឿងមនុស្សធម៌បានន័យថាគេយកមនុស្សធម៌ជាគោលហើយគេអនុវត្តបានសម្រេចដែលនាំមនុស្សមកឲ្យមនុស្សមកពីប្រទេសយ៉ាងហោចណាស់ក៏មាន4ដែរមានគុយបាមានហេទីប្រទេសហៃទីប្រទេសនីការ៉ាហ្គានិងវេណេស៊ុយអេឡាគឺប្រទេសទាំង4នេះគឺមានប្រជាពលរដ្ឋប្រទេសនេះដែលឆ្លងតាមរយៈគេហៅថាកម្មវិធីឲ្យមកសហរដ្ឋអាមេរិកតាមគម្រោងជំនួយគម្រោងមនុស្សធម៌នេះគឺបានដល់ត្រឹមចុងឆ្នាំ2024កន្លងទៅខែធ្នូហ្នឹងគឺបានន័យថាមុននឹងបោះឆ្នោតជ្រើសរើសបានលោកត្រាំជាប្រធានាធិបតីកាលនៅក្នុងរជ្ជកាលលោក Biden ហ្នឹងគឺមានមនុស្សដែលចូលតាមគម្រោងនេះរហូតដល់ទៅជិត1លាននាក់ណាបងប្អូនជិត1លាននាក់បាទដោយសារអី
មានបងប្អូនមួយចំនួនដែលនៅក្នុងប្រទេសទាំង4ដែលខ្ញុំមានប្រសាសន៍មានប្រសាសន៍សំទោសខ្ញុំជម្រាបបងប្អូនលើកខ្លួនខ្ពស់ពេកបាទសំទោសខ្ញុំបានជម្រាបជូនបងប្អូនមិញហ្នឹងគឺជាប្រសាសន៍របស់លោក Biden ហ្នឹងគឺលោកBiden គឺលើកទឹកចិត្តឲ្យអ្នកទាំងអស់នោះមកដោយរឿងមនុស្សធម៌ដោយសារអីនៅប្រទេសដើមហ្នឹងគឺថាមានការធ្វើទុកបុកម្នេញបងប្អូនទាំងអស់នោះគាត់ចេះតែចង់រត់ឆ្លងដែនដោយខុសច្បាប់ណាហើយនៅចាំយូរទៀតដល់ចាំយូរទៅអាការធ្វើទុកបុកម្នេញពួកគាត់នៅប្រទេសកំណើតរបស់គាត់ហ្នឹងកាន់តែខ្លាំងចឹងទៅចឹងពួកគាត់ក៏ចេះច្រាលចេះតែរុលមករកតែឆ្លងដែនខុសច្បាប់ឲ្យច្រើនពិបាកគ្រប់គ្រងមែនតើដល់តែពេលមានកម្មវិធីហ្នឹងទៅធ្វើឲ្យសម្រួលពួកគាត់មកអាមេរិកបានលឿនមែនតើហើយរួចពីការធ្វើទុកបុកម្នេញផងដល់តែមកដល់គេឲ្យតែ2ឆ្នាំទេបងប្អូនអានេះគេហៅថាតាមគម្រោងនេះគឺគេឲ្យ2ឆ្នាំចង់និយាយថាមកធ្វើការនឹងស្នាក់នៅបាន2ឆ្នាំហ្នឹងផុតដែរហើយផុតហ្នឹងផុតថ្ងៃ24នេះនេះព្រោះអីមកតាំងពីដើមឆ្នាំ2023មកឥឡូវដល់ថ្ងៃ24ខែមេសាឆ្នាំ2025ហ្នឹងគឺវីសារបស់គាត់ហ្នឹងផុតទាំងអស់គ្នាជិត1លានអ្នកហ្នឹងណាបងប្អូនហើយនៅពេលដែលផុតទាំងអស់គ្នាជាទូទៅគឺតែផុតបើសិនជាអត់តឲ្យពួកគាត់គឺគាត់នឹងខ្លាយទៅជាអ្នកខុសច្បាប់ហើយតែខុសច្បាប់គឺអាមេរិកអាចចាប់បញ្ជូនទៅវិញបានឥឡូវហ្នឹងជាជាងការបន្តវីសាឲ្យពួកគាត់ក្រសួងការពារជាតិឬក្រសួងសន្តិសុខសង្គមរបស់អាមេរិកហ្នឹងហើយនឹងនិយាយទៅក្រសួងមហាផ្ទៃហ្នឹងគឺចេញម្សិលមិញហ្នឹងមិនសំទោសកាលពីថ្ងៃទី11ហ្នឹងគឺចាប់ផ្ដើមទទួលបានអ្នកខ្លះតែកំពុងរស់នៅធ្វើការស្របច្បាប់សោះហ្នឹងគឺបានទទួលលិខិតពីក្រសួងហ្នឹងអស់ហើយមានមួយចំនួនហ្នឹងគឺប្រាប់ថាឲ្យអ្នកឯងត្រូវតែត្រឡប់ទៅប្រទេសដើមកំណើតវិញជាបន្ទាន់ដោយស្ម័គ្រចិត្តបើទៅដោយស្ម័គ្រចិត្តអាចវិលមកវិញបាននៅពេលក្រោយបើអត់ទៅទេតែហួសពេលផុតអាវីសាហ្នឹងនៅថ្ងៃ24ខែមេសាហ្នឹងណាគឺខុសច្បាប់ទាំងអស់គឺលែងបានចូលអាមេរិករហូតហើយគេចាប់ឃុំខ្លួនហើយគេនឹងបញ្ជូនទៅប្រទេសកំណើតវិញទៀតរឿងនេះគឺធ្វើឲ្យប្រជាពលរដ្ឋដែលកំពុងតែរស់នៅសហរដ្ឋអាមេរិកហ្នឹងកំពុងតែបារម្ភកើតទុកមិនសុខចិត្តឬក៏ភ័យព្រួយបាក់ស្បាទៀតហើយព្រោះអីពួកគាត់មកដូចខ្ញុំជំរាបអញ្ចឹងថាមកតាមគម្រោងមនុស្សធម៌ហ្នឹងដែលអាចមកនៅស្នាក់នៅធ្វើការអីបានស្របច្បាប់បាទអត់មែនខុសច្បាប់ទេប៉ុន្តែឥឡូវនេះថ្ងៃ24ខែមេសានេះនៅពេលដែលរដ្ឋបាលលោកត្រាំចាត់វិធានការបែបនេះគឺបានន័យថាពួកគាត់នឹងខុសច្បាប់ទាំងអស់ទាំងជិត1លានអ្នកហ្នឹងនៅពេលដែលមកស្របច្បាប់ហ្នឹងគឺខុសទាំងអស់នៅក្នុងផុតថ្ងៃ24ទៅគឺគាត់ខ្លាចជាជនរស់នៅសហរដ្ឋអាមេរិកដែលខុសច្បាប់អញ្ចឹងរដ្ឋបាលលោកត្រាំអាចចាប់ពួកគាត់ដាក់ពន្ធនាគារបានហើយនឹងអាចចាប់បញ្ជូនទៅវិញអញ្ចឹងហើយបានជាគាត់លើកទឹកចិត្តឲ្យអ្នកទាំងអស់នោះនាំគ្នាទៅស្ម័គ្រចិត្តត្មងទៅកុំបាច់គេបង្ខំប៉ុន្តែក្រុមមេធាវីការពារក្តីឲ្យពួកគាត់លើកឡើងថាឲ្យគាត់ស្ម័គ្រចិត្តទៅស្រុកវិញយ៉ាងដូចម្ដេចបើមកសិតតែរត់ចោលស្រុកដោយសារការធ្វើទុកបុកម្នេញហើយមួយចំនួនធំក៏មកនឹងបានដាក់ពាក្យសុំសិទ្ធិច្រកកោនផ្នែកនយោបាយអីហោហើយអញ្ចឹងលិខិតស្នាមហ្នឹងកំពុងតែនៅចោលនៅឯខាង USCIS ឯណោះគេអត់ទាន់បានសម្រេចអីយ៉ាងណាទេព្រោះ2ឆ្នាំអាការដាក់សុំសិទ្ធិច្រកកោនផ្នែកនយោបាយជួនកាលសំណុំរឿងខ្លះប្រើពេលរហូតដល់ទៅ10ឆ្នាំអីណោះបានគេយកមកពិនិត្យណាយ៉ាងហោចណាក៏5ឆ្នាំដែរលើកលែងតែករណីបន្ទាន់បង្ខំណាទៅជួនកាលគេដោះស្រាយនៅក្នុងរយៈពេល1ឆ្នាំអី1ឆ្នាំជាង2ឆ្នាំអីដូច្នេះករណីនេះមើលទៅពួកគាត់ចង់ខ្លាយទៅជាជនខុសច្បាប់ទាំងអស់គ្នាដោយសារតែគោលនយោបាយថ្មីនេះតាមពិតគោលនយោបាយនេះគឺលោកដូចខ្ញុំជំរាបអញ្ចឹងកាលរដ្ឋបាលលោក Biden នៅគាត់មានការសន្តោសប្រប្រណីដោយសារតែដើម្បីជួយសម្រួលកុំឲ្យមនុស្សមកខុសច្បាប់ច្រើនពេកឲ្យមានត្រូវច្បាប់អញ្ចឹងចោះទៅតាមគម្រោងហ្នឹងហើយគម្រោងហ្នឹងក៏មានប្រសិទ្ធភាពអញ្ចឹងដែរអនុញ្ញាតដោយច្បាប់អាចធ្វើទៅបានទៀតព្រោះច្បាប់អនុញ្ញាតឥឡូវនេះច្បាប់ហ្នឹងคล้ายទៅជាច្បាប់ខុសទៅវិញតាមអ្វីដែលជាការលើកឡើងរបស់រដ្ឋបាលលោកត្រាំតែយ៉ាងណាបានចៅក្រមជាតិមួយរូបដែរកាលពីថ្ងៃទី20សំទោសកាលថ្ងៃ9នេះ9កន្លងទៅហ្នឹងចៅក្រមនៅ Boston តាមកូតារបស់គណៈបកប្រជាធិបតេយ្យកាលជំនាន់លោកបារ៉ាក់អូបាម៉ានៅកាន់ជាប្រធានាធិបតីហ្នឹងក៏បានតែងតាំងលើកគាត់ធ្វើជាចៅក្រមនៅក្នុងតុលាការជាតិណាហើយអ្នកស្រីចៅក្រមនៅឯ Boston នេះគឺបានប្រកាសជាអលរិទ្ធថាគាត់នឹងជំទាស់ចំណាត់ការរបស់លោកត្រាំហើយនឹងក្រសួងសន្តិសុខសង្គមឬក៏ក្រសួងមហាផ្ទៃនេះជំទាស់ហ្នឹងគឺដោយគាត់គិតថាការបកស្រាយច្បាប់របស់រដ្ឋបាលលោកត្រាំគឺមិនត្រឹមត្រូវទេតកតងនឹងការដែលផ្ដាច់វីសារបស់មនុស្សទាំងជិត1លានអ្នកនេះហើយវាប៉ះពាល់ខ្លាំងដល់អ្នកដែលនៅទាំងប្រទេសទាំង4ហ្នឹងណាហើយ
ពួកគាត់និយាយទៅអ្នកស្រីចក្រមរូបនេះគាត់នៅតែអះអាងថាគាត់នឹងជំទាស់ឲ្យដល់ណានៃតែម្ដងដើម្បីកុំឲ្យអនុវត្តវិធានការនេះព្រោះអីនឹងធ្វើឲ្យមនុស្សដែលមកធ្វើការស្របច្បាប់ជិត1លានអ្នកនឹងខ្លាយទៅជាខុសច្បាប់វិញណាអ្នកខុសច្បាប់មកកណមកររឿងអញ្ចឹងហើយប៉ុន្តែឥឡូវអ្នកស្របច្បាប់នេះបើដោះស្រាយបញ្ហានេះទៅជាខុសច្បាប់ទៅវិញណាដល់ពេលខុសច្បាប់គឺនឹងធ្វើឲ្យអ្នកចំនួនអ្នកដែលរស់នៅដោយខុសច្បាប់កាន់តែកើនឡើងទៀតហើយតាមប្រវេសខុសច្បាប់ហ្នឹងណាហើយអ្នកស្រីមានប្រសាសន៍បន្ថែមថាអ្នកស្រីហ្នឹងគាត់ឈ្មោះអ៊ិនត្រាតាវ៉ានីគាត់នៅ Boston បាទគឺនៅរដ្ឋ Massachusetts ឯណោះហើយគាត់បាននិយាយថាបើយើងធ្វើដូច្នេះទី1គឺបកស្រាយច្បាប់ខុសទី2គឺនឹងធ្វើឲ្យប្រជាពលរដ្ឋដែលមករស់នៅធ្វើការដោយស្របច្បាប់សោះហ្នឹងនឹងរងការធ្វើទុកបុកម្នេញនឹងពេលដែលបញ្ជូនទៅវិញគឺនឹងមានបញ្ហាអមនុស្សធម៌ហ្នឹងព្រោះយើងយកពួកគេមកដោយគម្រោងគេហៅ Humanitarian Parole Program អញ្ចឹងឯកម្មវិធីមនុស្សធម៌ជួយអនុគ្រោះអីច្រើនដល់ឥឡូវបញ្ជូនគេទៅវិញដោយខុសច្បាប់ទៅរកកន្លែងធ្វើទុកបុកម្នេញអញ្ចឹងគេនឹងរងការធ្វើទុកបុកម្នេញទៀតហ្នឹងអញ្ចឹងដូច្នេះចៅក្រមរូបនេះអ្នកស្រីថាអ្នកស្រីនឹងតតាំងក្តីនេះហើយយើងនឹងតាមមើលតទៅទៀតតើសេចក្តីសម្រេចនេះនឹងប្រព្រឹត្តទៅដោយយ៉ាងណាហើយខ្ញុំក៏នឹងផ្សព្វផ្សាយព័ត៌មាននឹងបន្ថែមទៀតនៅពេលដែលខ្ញុំបានព័ត៌មាននេះដើម្បីជម្រាបជូនបងប្អូនឲ្យបានជ្រាបគ្រប់គ្នាដូច្នេះខ្ញុំសរុបសេចក្តីមកវិញគឺអ្វីដែលខ្ញុំជម្រាបជូនបងប្អូនគឺរដ្ឋបាលលោកត្រាំតឹងខ្លាំងក៏ប៉ុន្តែនៅក្នុងពេលជាមួយគ្នាហ្នឹងគឺបធូរសម្រាប់អ្នកដែលជាកម្មករពលករតែតាមពិតនៅក្នុងសហរដ្ឋអាមេរិកនេះអ្នកដែលមកខុសច្បាប់ឬខ្វះឯកសារឬស្អីទាំងអស់ហ្នឹងជិត11លានអ្នកហ្នឹងសុទ្ធតែជាកម្មករសុទ្ធតែពលករទេព្រោះកំពុងតែរកការងារធ្វើគ្រប់វិស័យផ្សេងនៅក្នុងសហរដ្ឋអាមេរិកហ្នឹងទៅហើយដូច្នេះជួយដោយកម្រិតណាមួយហ្នឹងគឺជួយសេដ្ឋកិច្ចអាមេរិកហ្នឹងសម្បើមណាស់ព្រោះអត់បានមកដណ្ដើមការងារជនជាតិអាមេរិកធ្វើទេបងប្អូនតិចច្រឡំថាអូជនអន្តោប្រវេសន៍ទាំងអស់នេះមកដណ្ដើមការងារអ្នកនៅមូលដ្ឋានធ្វើឲ្យប្រជាពលរដ្ឋអាមេរិកខ្វះការងារធ្វើអត់ទេដូចខ្ញុំជម្រាបអញ្ចឹងជនជាតិអាមេរិកមែនតែនខំរៀនបានសញ្ញាបត្របរិញ្ញាអីធ្វើពេទ្យអីមកអីគេទៅនាំគ្នាធ្វើជាវិជ្ជបណ្ឌិតធ្វើជាវិស្វករធ្វើអីយកប្រាក់ខែមួយខែសិតតែ$10000ជាងណាមួយឆ្នាំសិត$100,000ជាងណាគេមានមកធ្វើការអីទូតាអញ្ចឹងហើយបើសិនជាម្នាក់តម្លៃរវល់ធ្វើពេទ្យរវល់ធ្វើជាវិស្វករធ្វើកិច្ចការងារធំខាងហិរញ្ញវត្ថុអស់ហើយអត់មានអ្នកបោសជូតអត់មានអ្នកសម្អាតអត់មានអ្នកតទឹកភ្លើងអត់មានអ្នកបេះបន្លែអត់មានអ្នកបោសថ្នល់អត់មានអ្នកជូតបន្ទប់អីសពបែបយ៉ាងនៅតាមសន្តាគារតើសេដ្ឋកិច្ចហ្នឹងវាទៅដល់ណាអ្នកទាំងអស់នោះក៏មិនមកធ្វើការអញ្ចឹងដែរដូច្នេះវាជួយគ្នាទៅវិញទៅមកទេបងប្អូនដូច្នេះសរុបសេចក្តីមកវិញគឺជនអន្តោប្រវេសន៍ជួយទេគាត់ថានយោបាយរបស់គណៈបកមួយហ្នឹងហាក់បីដូចជាពេលខ្លះហ្នឹងជាជ្រុលនិយមដែរគឺថាដូចថាធ្វើទៅហ្នឹងគឺធ្វើដូចគេមុនហ្នឹងដោះស្រាយហ្នឹងគឺថាវាមិនកើតមានតែខ្លួនឯងកើតអីអញ្ចឹងណាប៉ុន្តែដល់មកដោះស្រាយខ្លួនឯងពេលខ្លះក៏ពិបាកឃើញជីសេះលែងដៃហ្នឹងក៏តែមិនបានក្ដួងក្ដាំងទៅតុលាការខ្ទប់គ្រប់រឿងអានេះហើយគឺជាប្រព័ន្ធនីតិរដ្ឋនិងប្រជាធិបតេយ្យដ៏រឹងមាំដែលចាក់គ្រឹះដ៏ជ្រៅដែលមិនអាចអ្នកណាបំផ្លាញបានណាមិនចំពោះថាប្រធានាធិបតីណាក៏ដោយដែលគេចោទថាគាត់មកកាន់អំណាចរបៀបផ្ដាច់ការឬមិនផ្ដាច់ការប៉ុន្តែស្ថាប័នជាតិស្ថាប័នតុលាការស្ថាប័នផ្សេងដែលគេឯករាជ្យហ្នឹងគឺគេនៅចាំទប់អញ្ចឹងគេអត់ឲ្យយើងទៅបានស្រែងចិត្តដល់ពេលហើយទប់គាត់ចាប់ផ្ដើមងាកថាមកវិញដើម្បីដោះស្រាយបញ្ហាទៅសរុបសេចក្តីមកវិញគឺអ្វីដែលគាត់ចង់ធ្វើហ្នឹងគឺធ្វើតែមិនបានដូចចិត្តណាមិនបានដូចចិត្តចង់និយាយថាបើធ្វើតាមនីតិវិធីគឺអត់បញ្ហាតែបើធ្វើរំលងនីតិវិធីគាត់មានបញ្ហាខ្លួនឯងឃើញនៅតុលាការគេនៅស្កាត់គាត់គ្រប់កន្លែងអញ្ចឹងដើម្បីកុំឲ្យគាត់ធ្វើអីខុសរឿងហើយមិនមែនតែតុលាការធ្វើបញ្ហាដែលធ្វើឲ្យគាត់រារែកមួយចំនួនដែរទេគឺសំបីតែការដោះស្រាយបញ្ហារបស់មន្ត្រីគាត់មួយចំនួនហ្នឹងត្រូវបានគេវិបហាតាមបកអាក្រាតតាមប្រព័ន្ធផ្សព្វផ្សាយឯករាជ្យរបស់គេរហូតតតែដកខ្លួនដោយលោក Elon Musk អញ្ចឹងឃើញពីដើមឡើយមកហ្នឹងគឺថាសម្បើមតែម្ដងដល់ពេលឥឡូវស្ងាត់ជ្រាបហើយតែស្ងាត់ជ្រាបក៏បង្កឲ្យមានជាចំនួនផ្ទៃក្នុងទាស់សម្ដីគ្នានៅក្នុងថ្នាក់ទីប្រឹក្សារបស់លោកត្រាំអីហ្នឹងដែលបង្កើតឲ្យបងប្អូនចិត្តតែមើលថាចុងក្រោយឃើញតែគ្នាក៏កលែងត្រូវគ្នាអញ្ចឹងដូច្នេះមែនតើទៅអ្វីដែលលោកត្រាំកំពុងតែធ្វើហ្នឹងគឺជាអ្វីដែលគេធ្វើគ្រប់តាអាណត្តិមកហើយទេគ្រាន់តែថា
ដំណោះស្រាយរបស់គេនឹងវាមានបែបផែនមួយមិនក្ដួងក្ដាំងដោយគាត់ក្ដួងក្ដាំងដល់ពេលក្ដួងក្ដាំងមែនតើទៅជួនអីទៅអត់រួចចឹងដែរប៉ុន្តែឥឡូវនៅពេលដែលគាត់វិលត្រឡប់មកចង់គិតឲ្យកម្មករពលករនឹងមានសិទ្ធិស្របច្បាប់សិទ្ធិអីបើសិនជាដោយការសន្យាឬក៏គាត់ថាមែនចេញជាផែនការឲ្យច្បាស់លាស់មកហើយមានលិខិតធានាហ្នឹងតើនឹងជួយសម្រួលគេយ៉ាងដូចម្ដេចហើយឈប់ធ្វើទុកបុកម្នេញគេទៀតទៅដូចជារឿងមិញអ្នកដែលមកធ្វើការស្របច្បាប់ហើយមាន work permit អីសម្រាប់រយៈពេល2ឆ្នាំហើយហេតុអីក៏ចាប់ផ្ដើមផ្ដាច់ពួកគាត់វិញទាំងពាក់កណ្ដាលទីហើយទាឲ្យពួកគាត់វិលទៅប្រទេសដើមកំណើតវិញអីអញ្ចឹងទៅធ្វើឲ្យអ្នកស្របច្បាប់ខ្លាយទៅជាខុសច្បាប់ឬក៏រារែកអល់អាយព្រោះអ្នកដែលមកដល់សហរដ្ឋអាមេរិកហ្នឹងអត់ចង់វិលទៅវិញទេបងប្អូនហើយសារវាជាទឹកដីនៃឱកាសទឹកដីនៃសេរីភាពទឹកដីនៃជីវិតស្រស់បំព្រងបងប្អូនណាដែលមើលឃើញមួយជ្រុងមិនល្អពីសហរដ្ឋអាមេរិកដោយថាសហរដ្ឋអាមេរិកនឹងចេះចុះអីហ្នឹងអាហ្នឹងវាគ្រាន់តែជាដើមឈើពីបេដើមឯងបងប្អូនមកយកធ្វើជាព្រៃហើយមកមើលស្រាវសហរដ្ឋអាមេរិកនេះគឺជាការគិតខុសហើយព្រោះគ្មានអ្នកណាម្នាក់ដែលមកដល់សហរដ្ឋអាមេរិកហើយគិតថាខ្លួនមកដល់ឋាននរកឯងគឺនៅទីនេះគឺជាឋានសួគ៌ឋានសុខសម្រាប់បងប្អូនដែលរកទទួលទានតាមសមាជីវត្រឹមត្រូវតាមច្បាប់ប៉ុន្តែបើបងប្អូនមកដោយខុសច្បាប់វាពាក់កណ្ដាលឋានសួគ៌ពាក់កណ្ដាលឋាននរកហើយព្រោះអីឋានសួគ៌គឺរលុយបានច្រើនគេមិនចាំបាច់ដូចថាបានប្រមាណយកទាំងអស់មិនបង់ពុនមិនបង់អីអញ្ចឹងទៅយើងកិច្ចពុនកិច្ចអីចឹងហ្នឹងប៉ុន្តែឋាននរកគឺបានន័យថាកិច្ចមុខរហូតខ្លាចជាចាប់បញ្ជូនទៅវិញអញ្ចឹងបានន័យថានៅតែខ្លាចគេបញ្ជូនទៅវិញត្រង់អីបើគេបញ្ជូនទៅវិញគឺបងប្អូននឹងបាត់បង់អាភាពសួគ៌នៅសហរដ្ឋអាមេរិកហ្នឹងយើងទៅរកឋាននរកនៃប្រទេសកំណើតរបស់យើងវិញអញ្ចឹងណាដូច្នេះនៅតែឲ្យតម្លៃសហរដ្ឋអាមេរិកហ្នឹងជាទីឋានដ៏សុខសាន្តដែរទេដូច្នេះអញ្ចឹងបានថាបើបងប្អូនជ្រុលជាបានមកហើយខ្វះឯកសារយ៉ាងណាមានកម្មវិធីច្រើនទៀតដើម្បីឲ្យបងប្អូនដាក់ពាក្យទៅដើម្បីឲ្យយើងនឹងคล้ายទៅជាស្របអ្នករស់នៅស្របច្បាប់ណាតាមរយៈដូចជួនកាលអ្នកខ្លះមកនៅហ្នឹងទៅយើងសុំបន្តការងារអីចឹងទៅមានក្រុមហ៊ុនសហគ្រាសណាគេឃើញយើងសំខាន់ចឹងទៅឲ្យក្រុមហ៊ុនសហគ្រាសហ្នឹងគេធានាចេញលិខិតមួយធានាឲ្យយើងបន្តការងារអីចឹងទៅហ្នឹងក៏អាចរស់នៅស្របច្បាប់បានដែរអ្នកខ្លះធ្វើការរស់នៅក្នុងសហគមន៍យូរទៅក៏មានស្គាល់គេទៅក៏ចាប់ចិត្តប្រតិបត្តិធ្លាក់នៅក្នុងអន្លង់ស្នេហាជាមួយជនអាមេរិកដែលមានសញ្ជាតិអាមេរិកណាទៅក៏បានរៀបការរួមរស់នៅជាមួយគ្នាជាប្តីជាប្រពន្ធអីទៅនោះក៏ជាវិធីដែលធ្វើឲ្យបងប្អូនអាចរស់នៅស្របច្បាប់អីចឹងបានដែរបាទមានមកកណោក៏ដឹកដែរដែលបើតែថាមកមិនមានឯកសារក៏ដោយប៉ុន្តែអាចរត់ការដើម្បីឲ្យរស់នៅដោយស្របច្បាប់ពុទ្ធធម្មតានៅស្រុកនេះបើមានជនជាតិអាមេរិកណាធានារៀបអាពាហ៍ពិពាហ៍ជាមួយឬក៏ថាស្រឡាញ់គ្នារៀបអាពាហ៍ពិពាហ៍អញ្ចឹងទៅគឺអ្នកដែលមានសញ្ជាតិអាមេរិកហ្នឹងអាចធានាបងប្អូនដែលខ្វះឯកសារទាំងនោះឲ្យរស់នៅដោយស្របច្បាប់ហើយចុងក្រោយនឹងមាន green card ឬក៏ចុងក្រោយ5 3 4ឆ្នាំក្រោយមកក្រោយអាពាហ៍ពិពាហ៍អាចនឹងចូលសញ្ជាតិបានដូចគេដូចឯងអញ្ចឹងរស់នៅក្នុងស្រុកអាមេរិកនេះបានត្រឹមត្រូវស្របច្បាប់មួយជីវិតអីអញ្ចឹងទៅអានេះមានវិធីច្រើនដែរបងប្អូនបាទហើយខ្ញុំឆ្លេះអស់ត្រឹមប៉ុណ្ណឹងហើយសូមអរគុណបងប្អូនដែលបានត្រង់ត្រាប់ស្ដាប់ការផ្សាយបន្តផ្ទាល់របស់ខ្ញុំតាំងពីដើមរហូតដល់ចប់ខ្ញុំមានព័ត៌មានអីបន្ថែមទៀតខ្ញុំនឹងជម្រាបជូនតាមការគួរហើយម្ដងទៀតសូមឲ្យឆ្នាំថ្មីសិរីសួស្តីជ័យមង្គលវិបុលសុខគ្រប់ប្រការចូលកើតមានដល់មហាគ្រួសារខ្មែរយើងនៅគ្រប់ទិសទីសូមឲ្យទេវតាឆ្នាំថ្មីនាំមកនៅសិរីសួស្តីសំណាងល្អសុខភាពល្អរកទទួលទានកាក់កបនៅក្នុងជីវិតប្រចាំថ្ងៃបានគ្រប់គ្នាបាទខ្ញុំសូមអរគុណហើយសូមជម្រាបលាបងប្អូនត្រឹមប៉ុណ្ណេះសិនបាទ